ការទល់លាមកលើកុមារសំដៅទៅលើការពិបាកបន្ទោបង់មានន័យថាពេលបន្ទោបង់កុមារមានការឈឺចាប់បើយើងពិនិត្យលាមកមានសភាពរឹងនិងស្ងួតរោគសញ្ញារបស់វាមានអាចពុះប៉ោងប្រសិនបើយើងយកដៃស្ទាបពោះយើងអាចប៉ះដុំលាមករឹងកុមារបន្ទោបង់2 ទៅ 3 ថ្ងៃទើបបន្ទោបង់ម្ដងពេលបន្ទោបង់កុមារខំប្រឹងខ្លាំងពេលខ្លះមានការឈឺចាប់រហូតដល់កុមារស្រែកយំអាចមានឈាមជាមួយលាមកដោយសារការដាច់កកិតរុនគូតនៅពេលបន្ទោបង់បើយើងពិនិត្យលាមកមានសភាពរឹងស្ងួតជំងឺទល់លាមកអាចបណ្ដាលមកពីការផ្លាស់ប្ដូរទឹកដោះគោអាចបណ្ដាលមកពីកង្វះជាតិទឹកអាចបណ្ដាលមកពីការប្រើប្រាស់ថ្នាំមួយចំនួនឬក៏អាចបណ្ដាលមកពីទឹកដោះគោខ្វះសារធាតុសរសៃជំងឺទល់លាមកអាចបង្កដោយកម្រដោយជំងឺមួយចំនួនវិធីព្យាបាលការទល់លាមកលើកុមារនៅតាមផ្ទះយើងត្រូវផ្ដល់ទឹកដោះគោដែលសម្បូរសារធាតុសរសៃដល់កុមារត្រូវផ្ដល់ជាតិទឹកទៅលើដល់កុមារឲ្យបានគ្រប់គ្រាន់យើងអាចផ្ដល់ទឹកផ្លែឈើស្រស់ដូចជាទឹកក្រូចពោធិ៍សាត់ឬក៏ទឹកក្រឡុកចេកណាំវ៉ាឲ្យកុមារបរិភោគប្រសិនបើកុមារមានអាយុលើសពី6 ខែអាណាព្យាបាលអាចងូតទឹកក្តៅអ៊ុនឲ្យកុមារពីព្រោះទឹកក្តៅអ៊ុនមានឥទ្ធិពលបន្ធូរបន្ថយសាច់ដុំនិងជួយសម្រួលការបញ្ចេញលាមកនៅពេលកុមារបន្ទោបង់អាណាព្យាបាលត្រូវតែផ្ដល់ស្ថានភាពដ៏ល្អមួយដល់កុមារមានន័យថានៅពេលកុមារបន្ទោបង់ត្រូវឲ្យកុមារអង្គុយលើកន្ធោវិធីមួយទៀតដែលជួយជំរុញចលនាពោះវៀនឲ្យបានល្អអាណាព្យាបាលអាចធ្វើម៉ាស្សាពោះរបស់កុមារយើងអាចធ្វើម៉ាស្សាដោយដៃថ្នមទៅតាមទិសដៅនៃត្រូនិកនាឡិកាជារៀងរាល់ព្រឹកឬក៏វិធីមួយទៀតគឺយើងធ្វើចលនាជើងរបស់កុមារដោយដែលយើងជិះកង់ជារៀងរាល់ព្រឹកផងដែរសញ្ញាដែលអាណាព្យាបាលត្រូវតែនាំបុត្រធីតារបស់ខ្លួនទៅពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើកុមារមានអាការៈឈឺពោះខ្លាំងក្អួតមិនព្រមបើស្រកទម្ងន់និងកុមារនៅមានអាការៈទល់លាមកទោះបីជាមានការព្យាបាលនៅតាមគេហដ្ឋាន